ចាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំធ្វើដំណើរមកដល់ប្រាសាទតាណីបងប្អូនចាប្រាសាទតាណីហ្នឹងគឺមានទីតាំងស្ថិតនៅខាងក្រោយប្រាសាទតាកែវហើយប្រាសាទតាណីហ្នឹងគឺស្ថិតនៅក្នុងព្រៃជុំចិត្តបងប្អូនហើយប្រាសាទហ្នឹងគឺត្រូវបានកសាងឡើងនៅក្នុងអំឡុងចុងសតវត្សទី12នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាចាបងប្អូនទាំងអស់គ្នាប្រសិនបើបានទៅលេងខេត្តសៀមរាបកុំភ្លេចទៅទស្សនាប្រាសាទតាណីហើយស្ងាត់អត់សូវមានភ្ញៀវចូលទៅទេហើយអញ្ចឹងបងប្អូនអញ្ជើញទៅទស្សនាឲ្យបានច្រើនព្រោះដោយសារនៅប្រាសាទតាណីហ្នឹងគឺដើមឈើច្រើនណាបងប្អូនមានដើមឈើច្រើនហើយត្រជាក់